នៅតាមជួរភ្នំនៃខេត្តរតនគិរីមានគ្រួសារពីររស់នៅនិងធ្វើការនៅក្នុងចក្រវាសនារបស់ពួកគេហាក់ដូចគ្នាសោះណែនេះគឺជាណាយហើយនិងសកៃណាយបានរៀបការនៅត្រឹមតែអាយុ14ឆ្នាំទេហើយសកៃវិញមានអាយុ16ឆ្នាំរយៈពេល5ឆ្នាំក្រោយមកណាយក៏មានអាយុ19ឆ្នាំហើយសកៃមានអាយុ21ឆ្នាំពួកគេមានកូនចំនួន5នាក់រួចទៅហើយការរៀបការឆាប់រហ័សរបស់ណាយបានបណ្ដាលឲ្យនាងមានផ្ទៃពោះហើយនិងកូនញឹកដោយគ្មានពេលសម្រាកហើយនឹងព្យាបាលរាងកាយរបស់ណាយគឺអត់សូវមានកម្លាំងទេទឹកមុខវិញស្លេកស្លាំងហើយបើកូនតូចវិញគឺតែងតែឈឺជាប្រចាំគ្រួសារគឺអត់មានអាហារហើយនឹងពេលវេលាគ្រប់គ្រាន់សកៃជឿថាការសម្រេចចិត្តទៅលើទំហំគ្រួសារគឺជាទូនីតិរបស់គាត់តែម្នាក់ឯងគាត់បានបដិសេធការពន្យាកំណើតដោយមិនដឹងថាជំរឿនរបស់គាត់នេះមិនត្រឹមតែប៉ះពាល់ទៅដល់សុខភាពប្រពន្ធរបស់គាត់នោះទេប៉ុន្តែវាក៏បានប៉ះពាល់ទៅដល់សុខុមាលភាពរបស់កូនហើយនិងអនាគតរបស់គាត់ផងដែរទោះបីជាណាយទទួលបានព័ត៌មានអំពីផែនការគ្រួសារក៏ដោយក៏គ្រួសារដែលមានប្តីគ្រប់គ្រងហើយនឹងត្រួតត្រាគ្រប់សពបែបយ៉ាងបែបនេះគឺបានរារាំងនាងមិនឲ្យជ្រើសរើសដោយខ្លួនឯងនាងគឺមិនដែលទទួលបាននូវឱកាសពិតប្រាកដក្នុងការសម្រេចចិត្តដោយខ្លួនឯងណាមួយនោះទេបើសិនជាយើងកន្លែងទៅមើលចក្រក្បែរនោះវិញគឺមានគ្រួសារមួយទៀតគេបានយកជំរើសផ្សេងពីនេះរិនហើយនិងគិរីរិននាងរៀបការនៅអាយុ22ឆ្នាំហើយប្តីរបស់នាងមានអាយុ25ឆ្នាំក្រោយពីបានរួមរស់ជាមួយគ្នាបាន8ឆ្នាំក្រោយមកពួកគេក៏មានកូន2នាក់ហើយគ្រួសាររបស់ពួកគេគឺមានភាពសប្បាយរីករាយមានសុខភាពល្អហើយនឹងជីវភាពវិញក៏ល្អប្រសើរដែរបើនិយាយទៅមុនពេលមានកូនគឺពួកគេទាំងពីរនាក់គឺបានទៅមណ្ឌលសុខភាពនៅក្នុងឃុំពួកគេបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យពួកគេបានជជែកគ្នាទៅវិញទៅមកហើយពួកគេគឺបានសម្រេចចិត្តរួមគ្នាអំពីពេលវេលាត្រឹមត្រូវក្នុងការមានកូនសម្រាប់កសាងគ្រួសាររបស់ពួកគេគឺចាប់ផ្ដើមស្វែងយល់អំពីវិធីពន្យាកំណើតជាច្រើនហើយនឹងជ្រើសរើសយកជម្រើសដែលស័ក្តិសមបំផុតចំពោះពួកគេលោកគិរីយល់ថាការធ្វើផែនការគ្រួសារមិនមែនជាបន្ទុករបស់ប្រពន្ធគាត់តែម្នាក់នោះទេវាក៏ជាបន្ទុករបស់គាត់ដែរគាត់យល់ថាការគាំទ្រប្រពន្ធរបស់គាត់គឺមានន័យថាគាត់ការពារសុខភាពរបស់នាងអនាគតរបស់កូនហើយនឹងក្តីស្រមៃរបស់ពួកគេផងដែរលោកគិរីគោរពនិងឲ្យតម្លៃដល់ប្រពន្ធរបស់គាត់ណាគាត់ដឹងថាគ្រួសាររឹងមាំគឺត្រូវតែទុកចិត្តគ្នាចេះជួយការងារគ្នាហើយនឹងបើកចិត្តពិភាក្សាគ្នាគ្រួសារ2ផ្លូវ2ផ្លូវមួយគឺមានសភាពស្ងៀមស្ងាត់មានសម្ពាធហើយនឹងគ្មានសិទ្ធិចំណែកឯផ្លូវមួយទៀតគឺមានជម្រើសហើយនឹងការគោរពគ្នាវាមិនតាន់យឺតពេលនោះទេក្នុងការជ្រើសរើសផ្លូវផ្សេងសម្រាប់គ្រួសាររបស់អ្នកធ្វើផែនការគ្រួសារមិនមែនគ្រាន់តែបង្ការការមានផ្ទៃពោះនោះទេតែវាក៏ជួយផ្ដល់នូវជម្រើសដល់បុរសនិងស្ត្រីក្នុងការកសាងគ្រួសាររួមគ្នាដោយឈរទៅលើការគោរពការថែទាំហើយនិងសុខភាពបុរសនិងស្ត្រីសុទ្ធតែមានតួនាទីទំនួលខុសត្រូវគ្រួសារដែលមានសុខភាពល្អផ្ដើមពីការគោរពគ្នារៀបការយឺតរៀបចំផែនការជាមួយគ្នាជ្រើសរើសជាមួយគ្នារស់នៅជាមួយគ្នានិងមានសុភមង្គលដូច្នេះសម្រាប់ព័ត៌មានបន្ថែមសូមទៅមណ្ឌលសុខភាពដែលនៅជិតអ្នកឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលទទួលបានវគ្គបណ្ដុះបណ្ដាលត្រឹមត្រូវឬទូរស័ព្ទទៅលេខជំនួយ1280ដោយឥតគិតថ្លៃដើម្បីពិភាក្សាអំពីបញ្ហាអាពាហ៍ពិពាហ៍វ័យកុមារការមានផ្ទៃពោះក្នុងវ័យជំទង់ផែនការគ្រួសារសិទ្ធិពន្យាកំណើតនិងសុខភាពបន្តពូជ